a small topic and talking about have has and have got and has got. The meanings the same ចឹងព្រឹកនេះគ្រូបានប្រធានបទតូចមួយគឺនិយាយអំពី have has ហើយនិង have got has got អត្ថន័យបកប្រែគឺមានដូចគ្នាណាតែចង់និយាយពីការប្រើប្រាស់វាតើ have has ហ្នឹងគេប្រើបែបណាហើយ have got has got ហ្នឹងប្រើបែបណាគេអញ្ចឹងយើងអាចសង្កេតធ្វើការប្រៀបធៀបបានអូខេ have has អញ្ចឹង have has នេះគេប្រើសម្រាប់លក្ខណៈ formal មានន័យថាប្រើជាផ្លូវការដល់ពេល have got has got គឺ informal មានន័យថាក្រៅផ្លូវការអញ្ចឹងបន្ទាប់ទៀតhave has គឺប្រើនៅក្នុងភាសាសរសេរច្រើនជាងគេថា more written គឺផ្ដោតទៅលើភាសាសរសេរភាគច្រើនដល់ពេល have got has got គឺប្រើសម្រាប់ភាសានិយាយភាគច្រើនគេ more spoken ចំណែកការប្រើជាទម្រង់ប្រយោគប្រសំណួរជាមួយ have has គឺត្រូវការកេរសព្ទជំនួយ do does ទៅតាម subject របស់វាទៅតាមប្រធានបទរបស់វាអូខេដូចជា do you have a car ចម្លើយ yes I do ឬក៏បដិសេធ no I don't ដល់ពេល have got និង has got have you got a car yes I have ឃើញទេរបៀបឆ្លើយខុសគ្នាណា no I haven't អញ្ចឹង have got has got គឺយើងអត់បាច់ប្រើ do does មកជួយទេជាលក្ខណៈខុសគ្នាមួយទៀតហើយសំណួរជាមួយនឹង he she it គឺប្រើ does he have a computer ចម្លើយ yes he does no he doesn't ចំណែក have got has got គឺប្រើជាមួយ he she it has he she it ជាមួយនឹង has she got a computer yes he has no he hasn't ចំណែកប្រយោគបដិសេធជាមួយ have has គឺប្រើ doesn't ឬក៏ don't are you everyday មួយ don't he she it doesn't have a computer ដល់ខាង have got has got គឺអត់មានកិច្ចសព្ទជំនួយទេបដិសេធជាប់ជាមួយនឹង not តំណង he hasn't got a computer ចឹងងាយបងប្អូនអាចយកទៅរៀនសូត្របានដល់ពេលទំនេរអូខេ thank you